Have you ever felt so discouraged you just didn't want to face the world, just wanted to put the blanket over your head and go back to bed? តើលោកអ្នកបងប្អូនធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តខ្លាំងមែនទែនអស់សង្ឃឹមខ្លាំងមែនទែនរហូតដល់ថ្នាក់អត់ចង់ភ្ញាក់ចេញពីក្រែគ្រាន់តែចង់យកភួយមកគ្របឲ្យចិត្ត Today in our psalm, David is in despair. ថ្ងៃនេះទំនុកដំណើរដែលយើងនឹងអានជាមួយគ្នានិយាយអំពីព្រះបាទដាវីតដែលទ្រង់ពិតជាបាក់ទឹកចិត្តខ្លាំងមែនទែន But he finds the answer. ប៉ុន្តែទ្រង់បានរកឃើញនៅចម្លើយជាមួយនឹងភាពអស់សង្ឃឹមមួយនោះ Hi, I'm Cindy. សួស្តីខ្ញុំពិសី Today let's read Psalms 43. ថ្ងៃនេះយើងនឹងអានទំនុកដំណើរចំពោះទី43 You read the whole thing. We're going to look at verse 3. យើងនឹងអានទំនុកដំណើរចំពោះទី43ខទី3 Says, "Send your light and your truth. Let them lead me. Let them bring me to your holy hill and to your dwelling place." សូមប្រទានពន្លឺនិងសេចក្តីពិតរបស់ព្រះអង្គមកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅកាន់ព្រះដំណាក់របស់ព្រះអង្គ David was in a time of very deep discouragement when he wrote this psalm. ព្រះបាទដាវីតទ្រង់ពិតជាធ្លាក់ចុះទៅក្នុងសេចក្តីអស់សង្ឃឹមការបាក់ទឹកចិត្តខ្លាំងមែនទែននៅពេលដែលទ្រង់បានសរសេរអំពីខគម្ពីរមួយនេះ Everything was going wrong in his life. ក្នុងជីវិតរបស់ព្រះអង្គស្ថានភាពមួយនោះគឺអ្វីៗទាំងអស់ខុសផ្ទុយស្រឡះអំពីសេចក្តីរំពឹងទុក A common man may have given up hope. បើសិនជាបុរសធម្មតាវិញប្រហែលជាគេនឹងបោះបង់ចោលសេចក្តីសង្ឃឹមជីវិតហើយ But David knew the answer. ប៉ុន្តែព្រះបាទដាវីតព្រះអង្គស្គាល់នៅចម្លើយ He knew the antidote to darkness was God's light. ព្រះបាទដាវីតបានស្គាល់នឹងថ្នាំបន្សាបទៅក្នុងសេចក្តីងងឹតការអស់សង្ឃឹមនិងការបាក់ទឹកចិត្តនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ But not just his light, his truth and his presence. នៅក្នុងពន្លឺរបស់ព្រះអង្គសេចក្តីពិតរបស់ព្រះអង្គជីវិតរបស់ព្រះអង្គហើយនិងព្រះវត្តមានរបស់ព្រះអង្គ Our enemy Satan blinds the minds of unbelieving people. មាសត្រូវវាចូលមកកាន់ជីវិតរបស់យើងវាចាប់ដើមឲ្យយើងខ្វាក់ងងឹតមើលមិនឃើញអំពីអ្វីដែលជាពន្លឺរបស់ព្រះជាម្ចាស់ He wraps them in despair and binds them with hopelessness. បន្ទាប់មកទៀតវាយកសេចក្តីងងឹតនោះមកគ្របនៅលើជីវិតរបស់យើងហើយចងយើងជាមួយនឹងភាពអស់សង្ឃឹម But we are the believing ones. ប៉ុន្តែយើងជាអ្នកដែលជឿព្រះជាម្ចាស់ We know there is hope. យើងដឹងថាមានសេចក្តីសង្ឃឹម We know there is a light that can dispel all darkness. ហើយមានពន្លឺដែលនឹងអាចបំភ្លឺរាល់ទាំងសេចក្តីងងឹតទាំងអស់ For we know the God who said, "Let there be light." ពីព្រោះថាយើងជាអ្នកដែលដើរតាមព្រះជាម្ចាស់ដែលព្រះដែលមានព្រះបន្ទូលថាចូលឲ្យមានពន្លឺហើយពន្លឺពិតជាកើតមាន And 2 Corinthians says that the one who said, "Let there be light," has shone in our hearts to give us the knowledge of the glory of God in Jesus Christ. ហើយសភៅកូរិនថូសទី2បានចែងអំពីព្រះជាម្ចាស់ដែលជាពន្លឺបានបើកសម្ដែងអង្គទ្រង់ឲ្យយើងឃើញអំពីពន្លឺនៃសេរីរុងរឿងរបស់ព្រះអង្គតាមរយៈព្រះយេស៊ូវគ្រីស្ទ So like David, we too can know the answer to despair. អញ្ចឹងដូចគ្នាបើសិនជាលោកអ្នកបងប្អូនស្ថិតនៅក្នុងស្ថានភាពដែលបាក់ទឹកចិត្តអស់សង្ឃឹមយើងពិតជាអាចរកពន្លឺរបស់ព្រះជាម្ចាស់ដោយព្រះបាទដាវីតបាន God's light. ពន្លឺរបស់ព្រះជាម្ចាស់ A revelation of his glory and of his saving power through Jesus. ជាការបើកសម្ដែងនៃសេរីល្អសេរីរុងរឿងរបស់ទ្រង់តាមរយៈសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទមកកាន់ជីវិតរបស់យើង We can step out of despair and align ourselves with the God of hope. យើងអាចក្រោកឡើងចេញអំពីសេចក្តីងងឹតមួយនេះហើយចូលទៅកាន់ពន្លឺហើយដើរស្របជាមួយនឹងពន្លឺរបស់ព្រះជាម្ចាស់ជាព្រះនៃសេចក្តីសង្ឃឹម He's the giver of life. He's the truth which can never fail. ព្រះអង្គទ្រង់ជាពន្លឺព្រះអង្គឲ្យយើងបានភ្លឺព្រះអង្គជាសេចក្តីសង្ឃឹមរបស់យើងព្រះអង្គពិតជាមិនឲ្យយើងខកចិត្តទេ And his light and his truth will lead us into his presence where fullness of joy is promised. តាមរយៈពន្លឺរបស់ព្រះអង្គសេចក្តីពិតរបស់ព្រះអង្គនឹងដឹកនាំជីវិតរបស់យើងទៅកាន់អំណរយ៉ាងលើសលប់របស់ព្រះអង្គ Remember this. សូមចាំ Shadows of discouragement are dispelled and clouds of despair evaporate in the light of his presence. សេចក្តីងងឹតនៃភាពអស់សង្ឃឹមការបាក់ទឹកចិត្តមិនថាកម្រិតណាទេនៅពេលដែលពន្លឺរបស់ព្រះជាម្ចាស់ចូលមកដល់ជីវិតរបស់យើងស្ថានភាពរបស់យើងមួយនោះសេចក្តីងងឹតមួយនេះនឹងចាក់ចេញ Let's pray. តោះយើងអធិដ្ឋាន
Thank you, Lord, that your light dispels darkness and leads us into the place of your presence. បងឲ្យកូនអរព្រះគុណទ្រង់ដែលទ្រង់បានឲ្យពន្លឺមកកាន់ជីវិតរបស់កូនជាពិសេសនៅក្នុងស្ថានភាពដែលងឹតពោពេញទៅដោយភាពអស់សង្ឃឹមហើយនិងសេចក្តីបាក់ទឹកចិត្ត You truly are a light to my path and a lamp to my feet. ហើយព្រះអង្គទ្រង់ពិតជាពន្លឺមកកាន់ផ្លូវរបស់ទូបង្គំពន្លឺដែលបំភ្លឺផ្លូវរបស់ទូបង្គំ When the path in front of me seems to grow dark, teach me to stop and check and make sure I have not wavered from the path you set me on. នៅពេលដែលផ្លូវដើររបស់ទូបង្គំងងឹតពេញដោយសេចក្តីងងឹតព្រះអង្គឲ្យសូមឲ្យពន្លឺរបស់ព្រះអង្គកាន់តែភ្លឺហើយបំភ្លឺផ្លូវរបស់កូនដឹកនាំមួយជំហានម្ដងទៅមួយជំហានម្ដង If I'm still on your path but find myself walking through the valley of the shadow of death, ហើយបើសិនជាកូនដើរខុសផ្លូវស្ថិតក្នុងផ្លូវដែលនឹងអាចទៅដល់សេចក្តីស្លាប់ then I will declare the truth that you are with me. ហើយកូននឹងប្រកាសនៅសេចក្តីពិតដែលទ្រង់គង់នៅជាមួយកូន I do not need to fear evil, កូនមិនចាំបាច់ខ្លាចសេចក្តីកុហក for your light ដោយពន្លឺរបស់ទ្រង់ and your truth ហើយសេចក្តីពិតរបស់ទ្រង់ will lead me once again into your presence. នឹងដឹកនាំកូនម្ដងទៀតចូលទៅកាន់ពន្លឺរបស់ព្រះអង្គហើយនឹងព្រះវត្តមានរបស់ទ្រង់ And for that we thank you. ហើយសម្រាប់កិច្ចការនេះកូនអរព្រះគុណព្រះអង្គ In Jesus' name. ក្នុងព្រះ Amen. នាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទជាងអធិដ្ឋានអាមែន Amen.